ព្រះគម្ពីរសុភាសិតចំពុក17ខ1ដល់ខ14បើមានតែបាយគ្រាមួយដុំដែលនឹងបរិភោគដោយសេចក្តីសុខនោះវិសេសជាមានផ្ទះពេញដោយការជប់លៀងតែមានសេចក្តីទាស់ទែងគ្នាវិញបាវដែលបម្រើដោយប្រាជ្ញានោះនឹងត្រួតលើកូនដែលនាំឲ្យឪពុកមានសេចក្តីខ្មាស់ហើយនឹងបានចំណែកមរតកជាមួយនឹងបងប្អូនរបស់កូននោះដែរមនុស្សប្រើបាវដីសម្រាប់សម្រងប្រាក់ហើយឡសម្រាប់មាសតែគឺព្រះយេហូវ៉ាដែលទ្រង់ឡមើលចិត្តវិញមនុស្សដែលប្រព្រឹត្តអាក្រក់គេតែងស្ដាប់តាមបបោមាត់អាក្រក់ហើយមនុស្សភូតភរក៏ផ្ទៀងត្រចៀកស្ដាប់អណ្ដាតកាចអ្នកណាដែលចំអកឲ្យមនុស្សក្រនោះក៏មើលងាយដល់ព្រះដែលបង្កើតគេមកដែរឯអ្នកណាដែលត្រេកអរក្នុងការអន្តរាយរបស់គេនោះនឹងមិនរួចពីទោសឡើយកូនចៅជាមរកតដល់មនុស្សចាស់ចាស់ហើយឪពុកជាទីអំណួតរបស់ពួកកូនពាក្យសម្ដីខ្ពស់ប្រសើរមិនសំណុំនឹងមនុស្សល្ងីល្ងើទៅហើយចំណងបើបបោមាត់កំពូតតែមិនសំណុំនឹងមនុស្សត្រកូលខ្ពស់ជាជាងយ៉ាងណាទៅសំណូករាប់ដូចជាត្បូងមានតម្លៃដល់អ្នកណាដែលមានទោះបើជូនទៅខាងណាក៏ដោយគង់តែសម្រេចការបានអ្នកណាដែលគ្រប់បានសេចក្តីកំហុសរបស់អ្នកដទៃនោះជាអ្នកស្វែងរកសេចក្តីរាប់អានគ្នាតែអ្នកណាដែលចេះតែនិយាយសាមពីការនោះនឹងនាំឲ្យមិត្តសម្លាញ់បាក់បែកគ្នាវិញពាក្យបន្ទោសតែមួយម៉ាត់តែងមុតចូលទៅក្នុងចិត្តរបស់មនុស្សមានយោបល់ជាជាងការវាយមនុស្សល្ងីល្ងើ100រំពាត់ទៅទៀតមនុស្សខូចអាក្រក់គេរកតែបះបោម្យ៉ាងប៉ុណ្ណោះដូច្នេះនឹងត្រូវមានអ្នកបម្រើយ៉ាងសាហាវចេញមកទាស់នឹងគេស៊ូឲ្យប្រទះនឹងមេខ្លាឃ្មុំដែលបាត់កូននោះគ្រាន់បើជាងប្រទះនឹងមនុស្សល្ងីល្ងើដែលកំពុងតែប្រព្រឹត្តការចំគួតរបស់ខ្លួនឯអ្នកណាដែលសងការអាក្រក់ស្នងនឹងការល្អសេចក្តីអាក្រក់នឹងមិនឃ្លាតចេញពីផ្ទះអ្នកនោះឡើយការចាប់ផ្ដើមប្រកាន់គ្នានោះប្រៀបដូចជាបើកទំនប់ទឹកដូច្នេះចូលលើការតោះតែងគ្នាចេញមុនដែលកើតមានការប្រឆ្លោះគ្នាផង